ផ្អើលព្រមមានមនុស្សជាប់គាំងក្នុងរថយន្តអគ្គិសនីរាប់ម៉ោងលើកដៃសូមឲ្យប្រជាពលរដ្ឋជួយសង្គ្រោះមានរថយន្តអគ្គិសនីមួយគ្រឿងម៉ាក Mazda EZ60 បើកសុកក៏រលត់ហើយជាប់លុកបើកទ្វារចេញមិនរួចតាំងពីម៉ោង 6:00 នាទីព្រឹករហូតមកទល់ម៉ោងនេះផ្អើលប្រជាពលរដ្ឋកំពុងរកវិធីជួយសង្គ្រោះខណៈអ្នកបើកបរបានលើកដៃឲ្យសញ្ញាសូមឲ្យជួយសង្គ្រោះបាទហេតុការណ៍នេះគឺបានកើតឡើងនៅម៉ោង 9:10 នាទីព្រឹកថ្ងៃទី 16 ខែមេសា ឆ្នាំ 2026 នេះនៅភូមិព្រែកខ្សៅឃុំស្វាយទៀលស្រុកស្អាងខេត្តកណ្ដាលបច្ចុប្បន្នប្រជាពលរដ្ឋជាច្រើនអ្នកកំពុងតែរកវិធីដើម្បីជួយសង្គ្រោះខណៈដែលគាត់ជាប់នៅក្នុងរថយន្ត EV នោះជាច្រើនម៉ោងមកហើយបាទនេះគឺរូបភាពដែលម្ចាស់រថយន្តបានជាប់គាំងនៅក្នុងរថយន្តបាទអញ្ចឹងយើងឃើញថាមិនដឹងជាមានខុសបច្ចេកទេសអ្វីនោះទេបាទបងប្អូនពុកម៉ែបាទនេះគឺរថយន្ត Mazda ដែលម្ចាស់រថយន្តបានជាប់គាំងនៅក្នុងរថយន្តនោះបាទអស់រយៈពេលរាប់70ម៉ោងណាជាច្រើនអស់រយៈពេលច្រើនម៉ោងបាទចឹងបើមនុស្សខ្សោយមុំគឺអាចនឹងគាំងសន្លប់ងាប់នៅក្នុងនងបាត់ណាបងប្អូនណាបាទមនុស្សខ្លះខ្សោយអុកស៊ីសែនអីណាបាទអរគុណច្រើនបងប្អូនបាទសូមបញ្ចប់ព័ត៌មានធម្មតានេះ